ព្រះគម្ពីរទំនុកដំកើងជំពូកទី107សូមអរព្រះគុណដល់ព្រះយេហូវ៉ាត្បិតទ្រង់ល្អសេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ចគួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោះលោះបានថាដូច្នេះដែរគឺអស់អ្នកដែលទ្រង់បានលោះឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវនោះហើយប្រមូលមកពីគ្រប់ទាំងស្រុកគឺពីទិសខាងកើតទិសខាងលិចទិសខាងជើងហើយទិសខាងត្បូងផងគេបានដើររសាត់អណ្ដែតតាមផ្លូវស្ងាត់ឈឹងក្នុងទីរហោស្ថានគេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយព្រលឹងគេក៏ហេវទៅដោយស្រេកឃ្លានគ្រានោះគេបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្តីវេទនារបស់គេហើយទ្រង់ក៏ប្រោះឲ្យរួចពីសេចក្តីលំបាកនោះទ្រង់បាននាំគេតាមផ្លូវត្រង់វិញដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបានសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោះដល់មនុស្សជាតិត្បិតទ្រង់ប្រោះព្រលឹងដែលសង្វាតឲ្យបានស្កប់ស្កល់ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លានដោយសេចក្តីល្អឯអស់អ្នកដែលអង្គុយនៅទីងងឹតហើយក្នុងម្លប់នៃសេចក្តីស្លាប់ជាពួកអ្នកដែលជាប់មានសេចក្តីវេទនាហើយនឹងចំណងច្រវាក់ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះហើយបានមើលងាយដល់សេចក្តីដំបូលមានរបស់ព្រះដ៏ខ្ពស់បំផុតបានជាទ្រង់បន្ទាបចិត្តគេដោយការនឿយហត់គេបានដួលចុះឥតមានអ្នកណាជួយឡើយគ្រានោះគេបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្តីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះទ្រង់ក៏បាននាំគេចេញពីទីងងឹតនិងម្លប់នៃសេចក្តីស្លាប់ព្រមទាំងបណ្ដាច់ចំណងគេផងសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិត្បិតទ្រង់បានទម្លាយអស់ទាំងទ្វារលង្ហិនហើយបំបាក់រនុកដែកដែរឯពួកមនុស្សមោហោគេរមែងមានទុក្ខដោយព្រោះការរំលងច្បាប់និងអំពើទុច្ចរិតរបស់គេព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខហើយគេចូលទៅជិតទ្វារនៃសេចក្តីស្លាប់គ្រានោះគេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្តីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជាក៏ដោះឲ្យគេរួចពីសេចក្តីវិនាសសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិដូច្នេះគួរឲ្យគេថ្វាយដង្វាយនៃសេចក្តីអរព្រះគុណហើយប្រកាសពីស្នាដៃនៃទ្រង់ដោយចម្រៀងអរសប្បាយចុះឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ានិងការអស្ចារ្យរបស់ទ្រង់នៅទីជម្រៅត្បិតទ្រង់បង្គាប់ទៅនោះក៏កើតមានខ្យល់ព្យុះដែលបណ្ដាលឲ្យរលកកម្រើកឡើងរលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃក៏ធ្លាក់ទៅវិញដល់ទីជម្រៅនោះព្រលឹងគេក៏រលាយទៅដោយសេចក្តីអន្តរាយគេក្លែងក្លងចុះឡើងហើយដើរទៅត្រេកទៅត្រួតដូចជាមនុស្សស្រវឹងគេក៏ទាល់ប្រាជ្ញាទៅគ្រានោះគេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្តីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះទ្រង់ធ្វើឲ្យព្យុះសង្គ្រាបានស្ងាត់ឈឹងទៅវិញហើយឲ្យរលកស្ងប់ស្ងៀមដែរនោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ជ្រាបហើយទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រដែលគេប្រាថ្នាចង់ទៅសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិគួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែងហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញក៏ឲ្យស្រុកដដាលទៅជាមានដីប្រៃដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំងហើយដីស្ងួតថេងឲ្យមានក្បាលទឹកវិញទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះដើម្បីឲ្យគេបានសង់ទីស្រុកសម្រាប់អាស្រ័យនៅព្រមទាំងធ្វើស្រែហើយធ្វើចំការទំពាំងបាយជូរឲ្យបានមានផលចម្រើនឡើងទ្រង់ក៏ប្រទានពរដល់គេដែរដើម្បីឲ្យគេបានចម្រើនជាច្រើនឡើង
ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយបើជាគេត្រូវថយចុះហើយត្រូវអាប់អោនដោយមានគេសង្កត់សង្កិនធ្វើទុកបុកម្នេញហើយឲ្យមានសេចក្តីព្រួយលំបាកនោះទ្រង់ចាក់សេចក្តីមើលងាយទៅលើពួកអ្នកធំហើយបណ្ដាលឲ្យគេដើររសាត់ព្រាត់នៅទីស្ងាត់ឈឹងដែលឥតមានផ្លូវវិញទ្រង់ក៏តាំងមនុស្សកំសត់ទុរគតឡើងឲ្យរួចពីសេចក្តីវេទនាព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើងដូចជាហ្វូងសត្វពួកមនុស្សទៀងត្រង់ក៏ឃើញហើយមានសេចក្តីអំណរឡើងឯសេចក្តីទុច្ចរិតនឹងត្រូវបាត់មាត់ទៅបើអ្នកណាមានប្រាជ្ញានោះនឹងរក្សាទុកនៅសេចក្តីទាំងនេះហើយនឹងពិចារណាពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា